លោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពសូមអញ្ជើញតាមដានទស្សនានៅព័ត៌មានចុងក្រោយរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN ដែលជម្រាបជូននៅព័ត៌មានជាតិនិងអន្តរជាតិចុងក្រោយគេហើយផ្ដាំជាដំបូងសូមអញ្ជើញតាមដានទស្សនានៅព័ត៌មានជាតិរបាយការណ៍ថ្មីមួយបានបង្ហាញឲ្យឃើញថាយុវជនកម្ពុជាប្រឈមនឹងការលំបាកជាច្រើនក្នុងការស្វែងរកការងារធ្វើហើយនយោជកក៏មានការលំបាកដូចគ្នាដែរក្នុងការជ្រើសរើសបុគ្គលិកយុវជនដែលមានជំនាញត្រឹមត្រូវនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCC សហព័ន្ធនយោជកនិងសមាគមពាណិជ្ជកម្មជាសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការរៀបចំសិក្ខាសាលាជាតិសម្រាប់យុវជនលើប្រធានយុវជននិងការងារដើម្បីផ្សព្វផ្សាយទៅយុវជននៅរបាយការណ៍ស្រាវជ្រាវដ៏មានសារៈសំខាន់មួយស្ដីពីការងារយុវជននៅកម្ពុជាពិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមពេជ្រសុភ័ណ្ឌរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមានការចូលរួមពីសំណាក់យុវជនប្រមាណ400នាក់ដែលជានិស្សិតមកពីបណ្ដាសាកលវិទ្យាល័យនិងសមាគមយុវជននានាបាននិយាយអំពីតម្រូវការអប់រំប្រហែលជា 96% នៃនយោជកទាមទារយុវជនមួយចំនួនដែលមានការអប់រំខ្ពស់ពេលដែលពួកគេត្រូវការបុគ្គលិកអាជីពហើយ 72% ទាមទារកម្រិតបរិញ្ញាបត្រឬអនុបណ្ឌិតតម្រូវការនេះមានកម្រិតខ្ពស់ក្នុងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលនិងវិស័យសេវាកម្មជំនួញនិងអាជីពហើយតិចបំផុតក្នុងវិស័យសន្តាគារនិងរោងចក្របរិញ្ញាបត្ររងនិងលិខិតបញ្ជាក់ជំនាញគឺគ្រប់គ្រាន់តាក់ទងនឹងជំនាញនយោជកជាច្រើនលើកឡើងពីការបារម្ភថាមានចន្លោះខ្វះខាតជំនាញក្នុងទីផ្សារការងារ